ត្រាំប្រមានទម្លាក់គ្រាប់សន្ធាប់លើអ៊ីរ៉ង់ទៀតក្រោយកំទេចស្ពានតម្លៃ$400 លាននៅអ៊ីរ៉ង់គាត់យន្តហោះអាមេរិកទម្លាក់គ្រាប់ស្ពានវែងមួយចម្ងាយ130ម៉ែត្រជាងហ្នឹងខ្ទេចដាច់ពាក់កណ្ដាលហើយ$400 លានគាត់ទម្លាក់ហ្នឹងគាត់ប្រាប់ថាដើម្បីពមមានអ៊ីរ៉ង់ថាបើអត់ចរចាអីឲ្យចប់ទេគឺថែមទៀតហើយថាចប់ហើយឥឡូវថែមទៀតហើយបងប្អូនគឺវល់អត់ចប់មែនបាទឥឡូវនេះរឿងនេះគឺយើងនឹងតាមដានបន្តទៅទៀតថ្លៃសាំងប្រេងអីនេះចាប់ផ្ដើមឡើងវិញទៀតហើយដោយសារតែរឿងទម្លាក់គ្រាប់ហ្នឹងមិនដឹងចប់កាលហ្នឹងមន្ត្រីកម្ពុជាក្រសួងយុតិធម៌អាមេរិកត្រូវលោកត្រាំបញ្ឈប់ពីតំណែងបាទនឹងតាក់ទងនឹងរឿងអ្នកស្រីផាមប៊ុនឌីដែលជាអគ្គរដ្ឋអាជ្ញារបស់និយាយទៅជាមន្ត្រីជាន់ខ្ពស់ក្រសួងយុតិធម៌របស់អាមេរិកនេះគឺការពារលោកត្រាំនឹងច្រើនរឿងប៉ុន្តែមិនដឹងអីឡើយគាត់ប្រឈប់ដោយសារតាក់ទងរឿងអា Epstein file រឿងអាស្រូវអីដោះស្រាយមិនរួចអីក៏មិនដឹងដែរគាត់ប្រឈប់មនុស្សជាបន្តបន្ទាប់មនុស្សកម្ពុជាហ្នឹងទៅប្រឈប់អ្នកនាង Christy Noem អីប្រធានខាងសន្តិសុខមាតុភូមិអីហ្នឹងឥឡូវប្រឈប់អ្នកស្រីផាមប៊ុនឌីដែលជាអគ្គរដ្ឋអាជ្ញាហើយនឹងជាប្រធាននាយកដ្ឋាននៃក្រសួងយុតិធម៌ធំបំផុតនេះដកទៅទៀតហើយដោយសាររឿងគេប្រជាពលរដ្ឋហ្នឹងក៏មិនពេញចិត្តអ្នកស្រីហ្នឹងក៏ច្រើនដែរតែហេតុអីបានជាលោកត្រាំត្រូវបញ្ឈប់មនុស្សរបស់គាត់បែបនេះយើងនឹងតាមដានតទៅទៀតបងប្អូនជួនកាលគាត់ចង់បន្សាបការថ្នាក់របស់ប្រជាពលរដ្ឋហើយនឹងចុងក្រោយលោកទី1ប្រជាពលរដ្ឋអស់សំណើចរឿងចោតប្រសង់ជាវុធីថាលួចមានស្រីក្មេងឯណានៃនោះទៅវិញកម្ពុជាបន្តកំដរលបែងនយោបាយថៃរឿងព្រំដែនត្បិតនៅតែមិនទាន់ឬក៏មិនព្រមប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិឬតុលាការព្រហ្មទណ្ឌអន្តរជាតិលោកហ៊ុនម៉ាណែតបញ្ជាឲ្យចាត់ការអ្នកលួចនាំប្រេងថៃចូលស្រុកខ្មែរពលរដ្ឋរិះគន់រឿងកែច្នៃភ័ស្តុតាងដើម្បីរួចខ្លួនក្នុងករណីបុកគេស្លាប់សំណុំរឿងលោកកឹមសុខាតុលាការបើកសវនាការនៅថ្ងៃទី8ខែមេសាសប្តាហ៍ក្រោយពន្យាពេលច្រើនដងសាលាធរភ្នំពេញតម្កល់ការផ្ដន្ទាទោសអតីតសកម្មជនគណបកប្រឆាំង2រូបមន្ត្រីកម្ពុជាក្រសួងយុតិធធម៌អាមេរិកត្រូវលោកត្រាំបញ្ឈប់ពីតំណែងលោកត្រាំព្រមានទម្លាក់គ្រាប់សន្ធាប់លើអ៊ីរ៉ង់ថែមទៀតក្រោយកំទេចស្ពានតម្លៃ$400 លានបាទនឹងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបាទព័ត៌មានដំបូងទៅមុនបងប្អូនរឿងយើងនៅកម្ពុជាហ្នឹងគឺថាអស់ពីរឿងមួយចូលរឿងមួយអស់ពីរឿងមួយចូលរឿងមួយគឺយើងព្រួយនឹងរឿងព្រំដែនមិនអស់ធនល្មមទេគឺថាត្រូវតែមកព្រួយរឿងបញ្ហាសង្គមរបស់យើងនឹងតទៅទៀតបងប្អូនប្រហែលជាតាមដានយ៉ាងយកចិត្តទុកដាក់ឲ្យមករយៈពេលប្រហែលថ្ងៃនេះ2-3ថ្ងៃចុងក្រោយនេះគឺមានករណីដែលប្រសង់មួយអង្គដែលជាប្រសង់ដ៏សកម្មនៅក្នុងកិច្ចការសង្គមគឺប្រសង់ជាវុធីត្រូវបានគេចាប់ផ្សឹកយ៉ាងដូចថាចាប់បង្ខំចាប់ផ្សឹកនៅឯវត្តពោធិ៍វាលនៅឯខេត្តបាត់ដំបងហើយក៏ចាប់បញ្ជូនខ្លួនមកផ្ដន្ទាទោសនៅតុលាការនៅឯភ្នំពេញឯនេះបាទអញ្ចឹងកាលពេលចាប់ដំបូងហ្នឹងសម្រាប់ស្បង់ផ្សឹកលោកដោយចោទប្រកាន់ព្រះអង្គនេះពីបទញុះញង់ឲ្យមានបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមហើយបងប្អូនដឹងគ្រប់គ្នាហើយថាព្រះសង្ឃអង្គនេះសកម្មនៅក្នុងសកម្មភាពសង្គមសកម្មនៅក្នុងរឿងនយោបាយសកម្មនៅក្នុងរឿងព្រំដែនហើយសាររបស់ព្រះអង្គចុងក្រោយហ្នឹងគឺមានសរសេររៀបរាប់តាក់ទងជារឿងមួយនឹងរឿងព្រំដែនរឿងអីហ្នឹងដូចថាខ្មាស់ថៃតាក់ទងនឹងអាទង្វើរបស់យើងអីអញ្ចឹងទៅក៏ប៉ុន្តែនៅពេលដែលគេកោះហៅព្រះអង្គឲ្យបង្ហាញវត្តមាននៅវត្តពោធិ៍វាលហ្នឹងដែលអាជ្ញាធរក៏ហៅហ្នឹងក៏ព្រះអង្គប្រហែលជាអាចព្រួយប្រតិតាក់ទងនឹងរឿងដែលគេអាចនឹងកោះដើម្បីឲ្យធ្វើទុកបុកម្នេញតាក់ទងនឹងសារហ្នឹងក៏មិនដឹងក៏លុបសារហ្នឹងចោលអស់ទៅវិញទៅតែនៅទីបំផុតក៏គេត្រូវតែសម្រាប់ស្បង់ចីវររបស់ព្រះអង្គមុននឹងចាប់ក្រៀកចូលរថយន្តហើយយកបញ្ជូនមកភ្នំពេញដើម្បីចោទប្រកាន់ពីបទញុះញង់ឲ្យបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមបទញុះញង់នេះគឺជាបទដ៏មានប្រជាប្រិយបំផុតនៅក្នុងការចោទប្រកាន់មន្ត្រីសកម្មជនគ្រប់រូបនៅតែពេលដែលខ្ទាស់នឹងរដ្ឋាភិបាលឬហ៊ានរិះគន់រដ្ឋាភិបាលឬក៏និយាយអីក៏ដោយប៉ះពាល់នឹងអ្វីដែលរដ្ឋាភិបាលធ្វើមិនកើតណាអាហ្នឹងគឺញុះញង់ទាំងអស់
ដល់ពេលចឹងទៅបទញុះញង់នេះគឺខំប្រឹងអាជ្ញាធរនគរបាលនិងក៏បានផ្សាយមកថាឥឡូវព្រះសង្ឃអង្គនេះត្រូវបានចោទប្រកាន់ហើយកាលពីថ្ងៃម្សិលមិញហ្នឹងពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមមិនសរសេរលម្អិតពីញុះញង់ហ្នឹងប្រព្រឹត្តទៅពីម៉ោងណាតសេសារអីឬក៏ធ្វើសកម្មភាពអីទេព្រោះញុះញង់ហ្នឹងយើងដឹងហើយគឺអាចនឹងនិយាយប៉ះពាល់ដល់សតិអារម្មណ៍កងទ័ពដែលយើងកន្លងមកខ្ញុំមិននិយាយករណីព្រះអង្គជាវិធីទេខ្ញុំគ្រាន់តែនិយាយថាឲ្យតែញុះញង់គឺធ្វើឲ្យបាត់សណ្ដាប់ធ្នាប់សង្គមធ្វើឲ្យប្រជាពលរដ្ឋលែងទុកចិត្តរដ្ឋាភិបាលធ្វើឲ្យប្រជាពលរដ្ឋមិនទុកចិត្តមន្ត្រីរាជការសាធារណៈអីឡាក់អីចឹងតែអានោះសុទ្ធតែញុះញង់ហើយបង្កឲ្យមានអសន្តិសុខសង្គមអាចនឹងធ្វើឲ្យមានមនុស្សវាយគ្នាអីឡាក់ជាបទល្មើសមួយដែលគិតថាសាររបស់យើងនិយាយហ្នឹងគឺធ្វើឲ្យវឹកវរប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋដែលអាចបង្កទៅជាអំពើហិង្សាឬក៏ស្អប់ខ្ពើមអីមួយហ្នឹងអាហ្នឹងហើយដែលជាគេចោទពីបទញុះញង់វាជាបទមួយដែលអាចនឹងលាតសន្ធឹងទាញឲ្យយឺតដោយកស៊ូចឹងទៅដល់យឺតដល់ណាក៏បានដែរអញ្ចឹងយើងដឹងគ្រប់គ្នានៅពេលដែលគេចោទព្រះអង្គពីបទញុះញង់គឺយើងអាចនឹងសន្និដ្ឋានបានថាច្បាស់ណាស់គឺអាចនឹងសាររបស់ព្រះអង្គការងារចូលរួមក្នុងកិច្ចការសង្គមរិះគន់សង្គមអីហ្នឹងព្រោះអីកន្លងមកទាំងថនរដ្ឋាលីរតនៈរស្មីសំទោសលីចន្ទរាវុធអឺភួនកែវរស្មីលងកន្ធាឬលឹមលៀងហ៊ីឬក៏អឺស្រុនស្រនសុភាពិសិដ្ឋអីលាក់អ្នកដែលគេចាប់មកហ្នឹងគឺអត់មានអីតែញុះញង់ហ្នឹងគឺណែនាំឲ្យរដ្ឋាភិបាលស្នើកុំឲ្យលុបបង្កទៅមកប្រាប់ឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែនអឺ CLV គម្រោង CLV ឬក៏បញ្ហាសហជីពកម្មករបញ្ហាអីបញ្ហារឿងអីក៏ដោយហ្នឹងគឺញុះញង់អញ្ចឹងក៏ប៉ុន្តែអ្វីដែលគួរឲ្យចម្លែកមែនតើឲ្យប្រជាប្រដ្ឋអស់សំណើចហ្នឹងគឺនៅពេលដែលចោតប្រកាន់ព្រះអង្គរូបអង្គនេះផ្សឹកលោកហើយអីហើយចោតពីបទញុះញង់ដែលយើងគិតថាច្បាស់ណាស់មកពីសកម្មភាពនយោបាយបញ្ចេញមតិនៅលើបណ្ដាញសង្គមហើយអង្គការសង្គមស៊ីវិលដូចជាអង្គការ Liga do នៅក្នុងមូលដ្ឋានហ្នឹងក៏បានសរសេរសេចក្តីរាយការណ៍របស់ខ្លួនក៏លើកឡើងពីរឿងនឹងដែរខ្ញុំអានសេចក្តីរាយការណ៍របស់អង្គការ Liga do ជាអង្គការសិទ្ធិមនុស្សនៅមូលដ្ឋានហ្នឹងទៅសេអញ្ចេះថាប្រសង់ព្រះនាមវុធីជាវុធីប្រជជនមាយុ27ព្រះវស្សាត្រូវបានចាប់ផ្សឹកនិងត្រូវបានសាលាដំបងរាជធានីភ្នំពេញសម្រាប់ចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមមាត្រាបញ្ញត្តិ494និង495នៃក្រមព្រហ្មទណ្ឌនិងបញ្ជូនឃុំខ្លួននៅឯពន្ធនាគាររាជធានីភ្នំពេញឬក៏ PG កាលពីថ្ងៃល្ងាចថ្ងៃទី2ខែមេសាជុំវិញការបង្ហោះសារលើបណ្ដាញសង្គម Facebook គេនេះអង្គការ Liga do ក៏បាននិយាយតាក់ទងនឹងការចោទប្រកាន់ជុំវិញការបង្ហោះសារលើបណ្ដាញសង្គម Facebook នេះដែរហើយអង្គការ Liga do ដដែលបានបន្ថែមទៀតថាព្រះអង្គត្រូវបាននគរបាលឯកសណ្ឋានស៊ីវិលខេត្តបាត់ដំបងចាប់ខ្លួនចេញពីវត្តពោធិ៍វាលនៅក្នុងក្រុងបាត់ដំបងក្រោយមន្ទីរធម្មការនិងសាសនាបាននិមន្តព្រះអង្គដើម្បីសួរនាំនិងចាប់ផ្សឹកនៅព្រឹកថ្ងៃទី1ខែមេសាមុនពេលនគរបាលនាំខ្លួនលោកទៅកាន់ស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីសាកសួរក្រោយមកព្រះអង្គវុធីត្រូវបានបញ្ជូនបន្តមកសាលារាជធានីភ្នំពេញនៅថ្ងៃបន្ទាប់ហើយព្រះអង្គក៏ត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនេះបន្ទាប់ពីបានរិះគន់រឿងបញ្ហាព្រំដែនកម្ពុជាថៃនិងការយកចិត្តទុកដាក់ចំពោះជនភៀសសឹកនៅបណ្ដាញសង្គម Facebook របស់ព្រះអង្គអង្គការ Liga do នឹងផ្ដល់ភាពយុត្តិធម៌ដល់ព្រះអង្គជាវិធីតាក់ទងនឹងរឿងឈឺឆ្អាលរឿងជនភៀសសឹករឿងស្អីហ្នឹងហើយចុងក្រោយគឺអង្គការនេះក៏បានបន្តទៀតថាព្រះអង្គវុធីគង់នៅវត្តពោធិ៍វាលក្រុងបាត់ដំបងខេត្តបាត់ដំបងព្រះអង្គជាសមាជិកក្នុងក្រុមអ្នកសារព័ត៌មានប្រជាពលរដ្ឋនិងសកម្មនៅក្នុងការលើកឡើងអំពីបញ្ហាព្រៃឈើបរិស្ថានសិទ្ធិមនុស្សនិងបញ្ហាផ្សេងទៀតនៅក្នុងសង្គមព្រះអង្គអាចប្រឈមនឹងទោសពន្ធនាគាររហូតដល់2ឆ្នាំប្រសិនបើព្រះអង្គត្រូវរកឃើញថាមានទោសបងប្អូនបើយើងមើលគណោបការៈនឹងអ្វីដែលជាសកម្មភាពរបស់ព្រះអង្គណាសកម្មជាក្រុមព័ត៌មានប្រជាពលរដ្ឋសកម្មបញ្ហាព្រៃឈើបរិស្ថានសិទ្ធិមនុស្សនិងបញ្ហាផ្សេងទៀតនៅក្នុងសង្គមសុទ្ធតែជាការងារជួយសង្គមឥឡូវនេះស្រាប់តែថ្ងៃនេះនៅពេលដែលអាជ្ញាធរចោទប្រកាន់ព្រះអង្គដើម្បីឲ្យមានលេសគ្រប់គ្រាន់នៅក្នុងការចាប់ប្រកាយព្រះអង្គនឹងហើយ
ក្រសួងមហាផ្ទៃអគ្គស្នងការដ្ឋាននគរបាលជាតិស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថ្ងៃនេះចេញសេចក្តីប្រកាសព័ត៌មានចោទប្រកាន់ព្រះអង្គជាវុធីតាក់ទងនឹងរឿងស្រីញីណានោះទៅវិញហើយខ្ញុំសូមអានការចោទប្រកាន់បែបនេះដែលធ្វើឲ្យប្រហោះរូបភាពប្រហោះអីតាមបណ្ដាញសង្គមនឹងមានឃើញមានចាក់ដាក់សារឆ្លើយឆ្លងមានជាមួយស្រីស្នេហ៍រឿងនេះគឺយើងធ្វើឲ្យយើងនឹកឃើញដល់នាងខុមចន្ទរាទីហៅស្រីមុំតាក់ទងនឹងលោកកឹមសុខាដែលមានស្អីយុវជនម្នាក់ដែលផ្កាប់មុខនឹងគណៈបកប្រជាជនកម្ពុជាដែរនោះឈ្មោះស្រីចម្រើនហើយនឹងក្រុមគេប្រមាណក្រុមដោយទាំងនាងធីសវណ្ណថាផងអូនិយាយចឹងបងប្អូនមិនទៅឲ្យនាងធីសវណ្ណថាជួយតាមដានមើលគាត់ផងមើលកពើស៊ីបាត់ទៅហើយឬក៏យ៉ាងម៉េចទេលោកអើយខ្ញុំនេះឡាយតែរវល់ជាប់ដៃរឿងព្រំដែនខ្ញុំខានស្រាវជ្រាវរឿងនាងធីសវណ្ណថាឲ្យឈឹងតាមពិតខ្ញុំនៅតែគិតថាការចាប់ខ្លួនអ្នកនាងធីសវណ្ណថាដាក់ពន្ធនាគារដោយសារការផ្សាយព័ត៌មានតាមបណ្ដាញសង្គមអីហ្នឹងវាជារឿងអយុត្តិធម៌សម្រាប់គាត់ខ្លាំងណាស់ក៏ប៉ុន្តែមកដល់ពេលនេះគឺស្ងាត់ឈឹងដូចចោលលួចសេះតែម្ដងបងប្អូនប្រជាពលរដ្ឋក៏ខ្ជិលតាមដានឬមួយក៏បងប្អូនខ្ជិលឲ្យតាមយថាកម្មអញ្ចឹងឬក៏យ៉ាងម៉េចបងប្អូនមិនមែនទេយើងជួយគ្នាជួយមើលគ្នាផងព្រោះអីខ្ញុំបង្អែមលៀងមាត់មកផ្ទះថ្នោតហ្នឹងខ្ញុំមើលអត់អស់ដែរហើយដើម្បីផ្ដល់យុត្តិធម៌ឲ្យនាងធីសវណ្ណថាបនចំពោះថាគាត់ចៅតាជាស្លឹកចេកគេប្រើអស់ហើយគេកវាត់ចោលអីក៏ដោយក៏ប៉ុន្តែអាណិតគ្នាជាជនរងគ្រោះនៃអំពើឬការលៀបសការៈឬក៏ការបោកបញ្ឆោតឬក៏ការលុះក្រោមឥទ្ធិពលប្រជាពិធណាមួយឬក៏ភាពភ័យខ្លាចឬក៏អីជួនកាលយើងមើលមិនដឹងស្ថានភាពគាត់យ៉ាងដូចម្ដេចទេដែលសុកកំពុងតែស្រឡាញ់គាំទ្រគណៈបកប្រឆាំងស្រាប់លុះក្រោមឥទ្ធិពលជាមួយនឹងរឿងចៅតាហ្នឹងទៅបំផ្លាញគណៈបកប្រឆាំងហើយមានសារតាក់ទងនឹងប្រើលុយលោកហ៊ុនសែននឹងឲ្យដល់$7 លានដើម្បីយកមកចាយជះកំទេចគណៈបកប្រឆាំងដល់តែពេលចូលទៅក្នុងគណៈបកប្រជាជនកម្ពុជាហ្នឹងគេឲ្យកាន់ការងារបន្តិចបន្តួចរហូតដល់អភិបាលរងទៅធំដែរអរិយខ្សាត់អីណាឲ្យកាន់ក្រុមការងារអីដល់ពេលហើយគាត់ស្មានតែគាត់នៅជាដូចនៅក្រុមបកប្រឆាំងដែលនិយាយបានទេគាត់ភ្លេចគិតថាអូឲ្យទៅចូលរូងខ្លារូងចចកវងចចកហ្នឹងគឺយើងជាឆ្លុះគឺថឹងតែគេខំណាហើយដល់ពេលគាត់ស្មានតែគាត់នៅតែជាសัตว์កញ្ជ្រោងឬក៏ចចកអីដូចថាប្រកែកខ្លាំងអស្ចារ្យអីមានការឲ្យតម្លៃអីច្រើនដូចនៅក្នុងក្រុមប្រឆាំងកាលពីមុនដល់ចូលទៅក្នុងក្រុមគេគាត់ស្មានតែគេស្រឡាញ់គាត់យកចិត្តទុកដាក់គាត់មែនតើណាដំបូងគឺដូចលោកដួងតារាលួចអីចឹងចូលទៅហ្នឹងគឺថាគេយកមកហ្នឹងដើម្បីយកមកប្រើយើងគិតស្មានតែគេគិតថាយើងជាមនុស្សសំខាន់ណាដែលការពិតគឺគេគ្រាន់តែបង្ហាញឲ្យឃើញថាគេយកចិត្តទុកដាក់ដើម្បីទិញយើងឲ្យកុំឲ្យជាឥទ្ធិពលដើម្បីពិបាកគេទេគេយកខ្ចីដៃយើងមកវាយគណៈបកប្រឆាំងអាហ្នឹងគេហៅយកស្លឹកចេកខ្ចប់អន្សមចេកអាហ្នឹងហើយដល់ពេលឲ្យអស់តម្លៃដល់យើងទៅគេកវាត់យើងចោលដល់គេអញ្ចឹងបងប្អូនតាមពិតអ្នកនាងធីសវណ្ណថាឬក៏អ្នកណាក៏ដោយគឺសុទ្ធតែជាជនរងគ្រោះនៃរបៀបដឹកនាំរដ្ឋនេះទេអ្នកទាំងអស់គ្នានឹងក្លាយទៅជាជនរងគ្រោះដូចតែគ្នាហ្នឹងគ្រាន់តែអត់ទាន់ដល់វេនដូចលោកបណ្ឌិតកែមលីធ្លាប់មានប្រសាសន៍អញ្ចឹងថាទោះជាអ្នកមិនធ្វើអីសោះណាក៏អ្នកនឹងក្លាយទៅជាជនរងគ្រោះដែរគ្រាន់មិនទាន់ដល់វេនដោយសារអីដោយសារអំពើអយុត្តិធម៌វាច្រើនពេកពាសវាលពាសកាលយើងដើរជន់ហើយអានោះដូចថាយើងដើរតាមផ្លូវចឹងបើឆ្កែវាជក់អាចដាក់ពេញផ្លូវចឹងបងប្អូនយើងមិនលែងអីនឹងជន់អាចឆ្កែនឹងមកដុំហើយព្រោះអីវាច្រើនពេកបើសិនជាយើងនាំគ្នាមានច្បាប់ទម្លាប់ថាណែអ្នកណាដឹកឆ្កែតាមផ្លូវបើសិនជាម្ចាស់ឆ្កែហ្នឹងមិនរើសលាមកឆ្កែហ្នឹងដាក់ថង់ដាក់អីយកទៅបោះចោលស្រួលបួលទេគឺពីនៃគាត់អីចឹងទៅផ្លូវហ្នឹងវាអាចស្អាតដែរបើធ្វើអញ្ចឹងយើងដើរទៅអត់បារម្ភនឹងជន់អាចឆ្កែគ្រាន់ប្រយ័ត្នប៉ុន្តែដល់ពេលលាមកឆ្កែហ្នឹងវានៅពេញតែផ្លូវពេញតែស្មៅពេញតែកន្លែងទោះយើងដើរទៅកន្លែងណាទោះប្រយ័ត្នយ៉ាងណាក៏ដោយថ្ងៃណាមួយនឹងភ្លាត់ទេព្រោះយើងទៅប្រយ័ត្នយ៉ាងម៉េចដើរលើផ្លូវដែលយើងដើរគិតថាផ្លូវស្អាតរហិលរួចទៅដល់ពេលហើយទៅប្រយ័ត្នតែអាចឆ្កែរហូតនោះតើយើងរកម្មចិត្តប៉ុណ្ណាទៅអញ្ចឹងបានថាវានឹងរងគ្រោះវានឹងប៉ះហើយបើប៉ះដោយគាត់អីអញ្ចឹងខ្ញុំក៏លើកទឹកចិត្តឲ្យបងប្អូនតាមដានមើលគាត់ផងមិនពេញចិត្តមិនសប្បាយចិត្តគាត់ប៉ុណ្ណាក៏គាត់ជាមនុស្សម្នាក់ដែល
កាលពីមុនហ្នឹងក៏គាត់នៅដូចថាស្រឡាញ់គណៈបកណាមួយនឹងជួយគាំទ្រអីអញ្ចឹងប៉ុន្តែលុះក្រោមអគតិណាមួយអញ្ចឹងទៅគាត់មកបាំងមួយរយៈអញ្ចឹងទៅហើយឥឡូវគេកម្ចាត់គាត់ចោលអីអញ្ចឹងក៏គាត់នៅតែមានតម្លៃមួយថាបើយើងនិយាយពីសច្ចធម៌គឺមនុស្សជាតិយើងជួយមើលគ្នាផងគាត់រងការធ្វើទុកបុកម្នេញដោយសារសិទ្ធិសេរីភាពបញ្ចេញមតិរបស់គាត់តាមបណ្ដាញសង្គមដែរបងប្អូនមិនចូលចិត្តមិនស្រឡាញ់គាត់អីយ៉ាងណាក៏យើងយកអាភាពសច្ចយុត្តិធម៌មួយយកមកប្រកាន់នៅផ្លូវកណ្ដាលមួយគិតថាយើងគិតពីយុត្តិធម៌យើងកុំគិតពីអំពើបាបឬក៏បាបកម្មពីអីយើងគិតពីយុត្តិធម៌ហ្នឹងជួយតាមមើលគាត់ឲ្យខ្ញុំផងបើសិនមានព័ត៌មានអីដឹងពីនាងទីសវណ្ណថាខ្ញុំដឹងផងតើគាត់ជាប់ពន្ធនាគារនឹងនៅឯណាឥឡូវហ្នឹងគេចោទគាត់ពីបទអីហើយយ៉ាងម៉េចទៅហើយជាប់គុកប្រមាណឆ្នាំតុលាការកាត់ទោសកាត់ក្តីអីមិនអត់ឈឹងតែម្ដងដាច់ផឹងហ្មងហើយសំនឹងបងប្អូនមួយចំនួនគិតថាហើយមិនទៅរំលឹកគាត់បានប្រយោជន៍អីផងព្រោះខាតពេលអីមិនមែនទេបងប្អូនខាតពេលខាតអីក៏ដោយប៉ុន្តែសំខាន់គឺតកតងនឹងសច្ចធម៌យុត្តិធម៌នឹងការដែលយើងត្រូវមើលខុសត្រូវមនុស្សគ្រប់គ្នាកុំថាឡាយមនុស្សនៅក្នុងគណៈបកប្រឆាំងគណៈបកកណ្ដាលអំណាចព្រោះអ្នកទាំងអស់នោះនឹងក្លាយទៅជាជនរងគ្រោះក្នុងពេលណាមួយជាក់ជាមិនខានយើងមើលតែ MMO បាតផ្សារមួយទៅថ្លែងសារម្សិលមិញចង់វិច្ចបង្វិច្ចនាំកូនរត់ចោលសន្តិភាពហ្នឹងគឺយើងដឹងហើយថាតើដល់ពេលណាវាដល់ពេលហើយតាទឹកដល់ច្រមុះដល់យូរទៅលែងរត់ទៅរួចចាប់ផ្ដើមស្អីក៏ស្អីទៅវាអត់មានដូចថាវាចាល់វាច្រើនពេកចឹងណាបាទឥឡូវនេះគឺតកតងនឹងរឿងករណីនាងធីសវណ្ណថារឿងស្រីចម្រើនហើយខ្ញុំក៏នៅនឹកឃើញរឿងព្រះអង្គលួនសវ៉ាតព្រះអង្គសកម្មក្នុងកិច្ចការព្រំដែនកិច្ចការបរិស្ថានកិច្ចការសង្គមអីហ្នឹងគេចាប់ប្រផាត់ប្រភិញវិសតាភេសប្រកាយមិនទាន់ទៅប្រទេសស្វីសដល់ហើយហ្នឹងគឺចេញឯកសារវីដេអូខ្សែអាត់សម្លេងរឿងស្រីស្នេហ៍ហ្នឹងពពាក់ពពូនគ្នាជាមួយព្រះសង្ឃអង្គនេះអស់ហ្នឹងអូខេលោកកឹមសុខាក៏រឿងស្រីញីប្រសង់លួនសវ៉ាតឥឡូវចូលមកដល់ប្រសង់ជាវិធីនេះទៀតដែលជាសកម្មជនសង្គមសកម្មជនសង្ឃនេះអ្នកនាំពាក្យនៃស្នងការដ្ឋានរាជធានីភ្នំពេញសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថានៅថ្ងៃទី1ខែមេសាសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការគ្នាជាមួយនឹងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានធ្វើការចាប់ខ្លួនចាំបាច់បានធ្វើការទៅអីណាបើចាប់ខ្លួនទៅអាពាក្យបានធ្វើការនឹងខ្ញុំពងតែឆ្ងល់ទៅហេតុអីបានជាគេអាចប្រើអញ្ចឹងនិយាយទៅស្ដាប់ទៅរៀងព្រោះប៉ុន្តែដូចថាបងប្អូនយើងស៊ាំនឹងពាក្យខ្មែរថែមឲ្យលឹះហេតុអីបានជាយើងប្រើពាក្យថាពេលដែលបងប្អូនធ្វើដំណើរទៅមុខបន្តិចទៀតសូមធ្វើការបត់ឆ្វេងហើយនៅពេលរំលងបានពីផ្លូវទៀតសូមធ្វើការបត់ស្ដាំចុះហេតុអីបានជាចាំបាច់ធ្វើការធ្វើអីហេតុអីមិនបត់ឆ្វេងបត់ស្ដាំហ្មងទៅឬមួយក៏គិតថាធ្វើការនឹងព្រោះយកមកនិយាយដល់អញ្ចឹងយើងស្ដាប់ទៅបានន័យថាយើងបត់ស្ដាំទៅធ្វើការឬក៏ធ្វើការនៅពេលដែលយើងបត់ស្ដាំយើងធ្វើការងារដើម្បីបានលុយឬក៏អីវាអត់យល់តែដល់ពេលស្ដាប់ទៅគឺគេនិយាយរត់មាត់អញ្ចឹងទៅយើងព្រោះពេលខ្លះខ្ញុំនឹងរងឥទ្ធិពលនៅក្នុងការប្រើពាក្យនឹងដែរដោយសារអីវាស្ដាប់ឮស៊ាំតិចដោយអាពាក្យអីស្ដាប់ជាមួយប័ណ្ណចម្រៀងអីអញ្ចឹងបងប្អូននាំគ្នាបំពល់តាមសង្គមអញ្ចឹងទៅធ្វើឲ្យយើងដល់ស្ដាប់អញ្ចឹងបានថាស្នេហ៍មិនឈ្នះស្និទ្ធហ្នឹងណាដល់ពេលយើងឮជក់ចិត្តឮក្នុងតិចហ្នឹងរាល់ថ្ងៃដើរទៅអាខួរក្បាលហ្នឹងវាចាប់ដោយស្វ័យប្រវត្តិគឺយើងអត់បានគិតច្រោះវាចេញតន់និយាយទៅខុសដូចគេដែរសូមអញ្ជើញមកទស្សនាជាមួយនឹងបទចម្រៀងវាអត់មានទស្សនាជាមួយបទចម្រៀងស្ដាប់ជាមួយបទចម្រៀងអីកើតទេព្រោះបទចម្រៀងហ្នឹងគឺយើងស្ដាប់វាមិនមែនស្ដាប់ជាមួយវាទេបើស្ដាប់ជាមួយបទចម្រៀងបានន័យថាបទចម្រៀងហ្នឹងអង្គុយស្ដាប់ដែរយើងស្ដាប់ដែរហើយអង្គុយមើលស្អីផ្សេងជាមួយគ្នាព្រោះយើងជាមួយហ្នឹងបានន័យថាគាត់ក៏ស្ដាប់យើងក៏ស្ដាប់តែបើយើងស្ដាប់បទចម្រៀងហ្នឹងយើងអត់ប្រើស្ដាប់ជាមួយទេព្រោះយើងស្ដាប់បទចម្រៀងជាមួយនឹងបងប្អូនរបស់យើងជាមួយកូនយើងអាហ្នឹងវាត្រូវព្រោះបានន័យថាយើងនិងកូនយើងនិងអ្នកដទៃទៀតរួមគ្នាជាមួយគ្នាហ្នឹងស្ដាប់បទចម្រៀងហ្នឹងប៉ុន្តែដល់យើងប្រាប់ថាខ្ញុំសូមអញ្ជើញបងប្អូនទាំងអស់មកសូមអញ្ជើញរីករាយពិសាជាមួយអាហារដ៏ឈ្ងុយឆ្ងាញ់ពិសាជាមួយអាហារចឹងបានន័យថាយើងក៏ពិសាអាហារក៏ហូបខ្លួនវាដែរវាអត់ទៅរួចវាតតែយើងហូបអាហារជាមួយនឹងមិត្តភ័ក្តិ
ឬក៏បបួលម្ចាស់ហាងមកហូបអាហារជាមួយយើងដែរបានន័យថាម្ចាស់ហាងក៏ហូបយើងក៏ហូបគឺយើងហូបអាហារមិនមែនហូបជាមួយអាហារទេបើយើងហូបអាហារជាមួយស្លាបព្រាឬក៏ជាមួយនឹងសមអាហ្នឹងដូចជាវាតំណងជាងព្រោះយើងត្រូវប្រើស្លាបព្រានិងសមដើម្បីទទួលទានអាហារហ្នឹងអញ្ចឹងបានយើងប្រើឈ្នាប់និបត្តិស័ព្ទជាមួយនឹងត្រូវដល់អញ្ចឹងទៅចឹងតាវែងឆ្ងាយណាស់តែខ្ញុំពិបាកមែនតើរឿងអាចារ្យរវល់ហ្នឹងសុំទោសបងប្អូនផ្អែមលៀងមាត់ហ្នឹងគឺតែអញ្ចឹងឯងវាគ្មានគ្រោងគ្មានព្រៀងអីទេតែរនឹកឃើញគឺនិយាយមួយម៉ាត់ទៅកុំឲ្យភ្លេចតែជាការដាស់តឿននេះក្នុងន័យស្ថាបនាទេបងប្អូនមិនមានចេតនាអីបន្តិចផ្អាក់អីរបៀបធ្វើការអីគេទេខ្ញុំគ្មានចេតនាដូច្នេះទេគ្រាន់តែនិយាយកន្លែងខ្លះដូចខ្ញុំនិយាយចឹងថាខ្ញុំចូលចិត្តសរសើរអចង់និយាយថាសមិនសរសើរឲ្យស្លាប់ទេប៉ុន្តែបង្អាប់ឲ្យរស់ព្រោះដូចតែយើងចេញក្បាលលិខិតមកស្អីយើងសូមមានកិត្តិយសសូមជម្រាបជូនបងប្អូនថាទាហានយើងស្លាប់អស់ប៉ុណ្ណេះអ្នកអីវិញយើងអាចចេញក្បាលលិខិតមួយទោះបីជាផ្លូវការប៉ុណ្ណាដែលគេថាហេគំរូលិខិតគេត្រូវតែរៀបចំចេញក្បាលមកគឺខ្ញុំមានក្រសួងមានកិត្តិយសសូមជម្រាបជូនអញ្ចឹងហ្មងគឺយើងត្រូវតែថែមតែពាក្យអីផ្សេងបានហើយក្បាលលិខិតនឹងអត់ដូរវាមិនមែនអញ្ចឹងទេយើងមានកិត្តិយសជម្រាបជូនបងប្អូនសាធារណជនតែក្នុងករណីដែលយើងមានលទ្ធផលជោគជ័យអីមួយជាទីមនោរម្យជាដំណឹងល្អដោយរឿងស្អីស៊ីវជ័យពិសិដ្ឋអីនោះស៊ីវជ័យសិទ្ធកូនលោកស៊ីវសុជាតិអីហ្នឹងដែលអគ្គស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងស្នងការដ្ឋានបានស្នងការនគរបាលស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចេញសេចក្តីប្រកាសមុនហ្នឹងមែនទេនៅពេលដែលស៊ីវសុជ័យអីហ្នឹងវិជ័យអីហ្នឹងគឺថាមិនចូលខ្លួនមកបង្ហាញខ្លួនថ្ងៃមួយគាត់ដាក់ថាយើងមានកិត្តិយសសូមជម្រាបជូនសាធារណជនថាជនដែលបុកគេស្លាប់មិនមកបង្ហាញខ្លួនទេហើយតែយើងស្ដាប់ទៅអត់មានកិត្តិយសដែរគេអត់មកបង្ហាញខ្លួនហ្នឹងហើយភាគហ្នឹងដដែលយើងមានកិត្តិយសសូមជម្រាបជូនសាធារណជនថារដ្ឋាភិបាលថៃអាជ្ញាធរថៃអត់ចូលរួមមកវាស់វែងដីដើម្បីបកគលដីខ្មែរឲ្យខ្មែរវិញទេអត់នោះមានកិត្តិយសដែរគេអត់មកវាស់ដីដើម្បីឲ្យយើងបានដីវិញគេអត់មកប្រជុំជាមួយយើងកិត្តិយសដែរវាទាល់តែយើងថាមានកិត្តិយសសូមជម្រាបជូនបងប្អូនថាឥឡូវនេះប្រាសាទអង្គរវត្តរបស់យើងបានคล้ายទៅជាសម្បត្តិបេតិកភណ្ឌពិភពលោកហើយគេទទួលស្គាល់ហើយប្រាសាទព្រះវិហារចូលជាបេតិកភណ្ឌចប៉ីដងវែងសមវែងក្មាវែងអីបានត្រូវអង្គការពិភពលោកគេទទួលស្គាល់អានឹងមិនជាកិត្តិយសហើយកិត្តិយសនៅពេលមានមនុស្សស្លាប់កិត្តិយសនៅពេលដែលមានបរាជ័យអវិជ្ជមានខ្មែរយើងអត់ដែលនិយាយចឹងផងព្រោះយើងបង្រៀនខ្មែរយើងឲ្យយល់អំពីថាបើគេនិយាយពាក្យហ្នឹងគឺយើងអាចរំពឹងថាណែបងប្អូនទាំងអស់គ្នាមកជុំគ្នាណោះមកអញ្ជើញមកជុំគ្នាខ្ញុំមានដំណឹងល្អមួយសម្រាប់ជម្រាបជូនបងប្អូនអញ្ចឹងបងប្អូនច្បាស់ជាដំណឹងល្អហ្នឹងអង្គុយត្រង់ត្រាប់ស្រាប់មកខ្ញុំមានកិត្តិយសសូមជម្រាបជូនបងប្អូនថាចាប់ពីដើមខែមេសានេះទៅគឺបងប្អូនត្រូវជំលះចេញពីភូមិឋានទាំងអស់ព្រោះទុកផ្ទះនេះឲ្យរដ្ឋឧទាហរណ៍អញ្ចឹងចាស់មានកិត្តិយសដែរដំណឹងអញ្ចឹងល្អដែរវាអត់កើតព្រោះអីតែតំណែងល្អអូសូមជម្រាបជូនបងប្អូនថាយើងមានកិត្តិយសនិងមានសេចក្តីរីករាយហើយនឹងដំណឹងល្អសូមជម្រាបជូនបងប្អូនអ្នកមកទាំងអស់នេះគឺម្នាក់បានប្រាក់ថវិកាឧបត្ថម្ភពីបុគ្គលនេះអង្គការនេះម្នាក់50000រៀលហើយបានអង្គប៉ុណ្ណេះគីឡូហើយដីឲ្យម្នាក់កន្លះហិកតាដើម្បីយកទៅអាស្រ័យផលមិនយកពុនយកដាអីទេឧទាហរណ៍ដូចងាយស្ដាប់ជាងមិនអញ្ចឹងឯងបងប្អូនហេតុអីបានជាយើងទាំងអស់គ្នានឹងធ្វើឲ្យភាសាខ្មែរយើងច្បុកច្បល់យើងនៅពេលដែលក្បាលលិខិតនិងការសរសេរលិខិតច្បុកច្បល់ប៉ុណ្នេះយើងយល់ថាមិនដឹងថាស្រុកយើងច្បុកច្បល់ប៉ុណ្ណាព្រោះយើងអត់អាចរួមគ្នាដើម្បីសរសេរលិខិតមួយដើម្បីឲ្យយើងយល់ជាសាមញ្ញសោះយើងកែអាហ្នឹងអត់ទាំងបានប៉ុណ្ណឹងហើយយើងមកដដែលអត់ដឹងថាគិតរឿងអីរឿងសាមញ្ញទូចមួយយើងអាចកែបានរឿងដូចខ្ញុំនិយាយចឹងអារឿងពាក្យជាមួយហ្នឹងគឺយើងប្រើខុសគ្រប់គ្នាអ្នកពិធីករពិធីការនីអីហ្នឹងឡើងមកសំបីតារាល្បីអីហ្នឹងដដែលស្ដាប់ជាមួយបទចម្រៀងសូមរីករាយជាមួយនឹងផលិតផលយើងអត់អាចរីករាយជាមួយផលិតផលកើតទេព្រោះផលិតផលមិនអាចរីករាយជាមួយយើងបានពាក្យថាជាមួយហ្នឹងគឺបានន័យយើងហើយនឹងផលិតផលហ្នឹងគឺរីករាយអីមួយ
អាស្រ័យផលអីមួយបានយើងអាចថានេះប៉ុន្តែផលិតផលគឺជាកម្មវត្ថុនៃការរីករាយរបស់យើងនៃការទទួលទានរបស់យើងនៃការប្រើប្រាស់របស់យើងនៃការបរិភោគរបស់យើងអញ្ចឹងវាជាកម្មបត្តិនៃការទទួលអំពើរបស់កិរិយាសព្ទអានឹងខ្ញុំមិនចង់បង្រៀនភាសាខ្មែរទេខ្ញុំពេលដែលមកនៅអាមេរិកនេះខ្ញុំស្រឡាញ់ភាសាជាតិនេះមែនតើតែម្ដងអញ្ចឹងបានខ្ញុំពេលដែលនៅខ្មែរខ្ញុំចេះអង់គ្លេសច្រើនជាងខ្មែរព្រោះអីខ្ញុំបារម្ភដែលខ្មែរខ្ញុំដឹងខ្ញុំចេះហើយខ្ញុំអត់ភ្លេចទេព្រោះខ្ញុំនិយាយខ្មែររាល់ថ្ងៃអញ្ចឹងខ្ញុំប្រឹងរៀនអង់គ្លេសនឹងមែនតើរហូតតតែដេកយល់សប្តិក៏និយាយឆ្លើយឆ្លងគ្នាជាភាសាអង់គ្លេសដែរណាសុំទោសឲ្យបងប្អូននិយាយចឹងថាភ្លេចកំណើតជាតិឯងមិនមែនទេព្រោះខ្ញុំកាលហ្នឹងខ្ញុំធ្វើការនៅសាលាក្តីខ្មែរក្រហមខ្ញុំបកប្រែពីខ្មែរទៅអង់គ្លេសអង់គ្លេសមិនមែនជាភាសាកំណើតរបស់ខ្ញុំទេអញ្ចឹងដើម្បីឲ្យភាសាមួយរដាស់រត់មាត់ហើយនិយាយកុំបាច់រនឹកគឺតើតែយើងគេងយល់សប្តិហើយនិយាយភាសានោះបានន័យថាកម្រិតនៃការរៀនសូត្រចេះដឹងនៅក្នុងផ្នែកភាសាហ្នឹងគឺដល់កម្រិតមួយដែលគួរជាទីមោទនៈហើយបាទអញ្ចឹងបងប្អូនទាំងអស់គ្នាដូចគ្នាអញ្ចឹងបើនៅក្នុងយល់សប្តិបងប្អូនអាចនិយាយភាសាអីមួយបានណាសន្ទនាគ្នាកម្រិតនៃការយល់ដឹងនៃភាសាដែលបងប្អូនខំប្រឹងរៀនហ្នឹងចូលដល់កម្រិតយ៉ាងហោចណាស់ក៏កម្រិតជាគេហៅជឿនលឿន advanced កម្រិតខ្ពស់ហើយតែបើអត់ទាន់យល់សប្តិឃើញនិយាយភាសាហ្នឹងនៅឡើយទេនៅនិយាយភាសាកំណើតរបស់យើងរនឹកភាសាបរទេសនឹងមិនទាន់ចេញយើងនៅខំប្រឹងតទៅទៀតមិនមែនបានន័យថាអត់ប្រកែទេប្រឹងទៀតអញ្ចឹងខ្ញុំប្រឹងរៀនអង់គ្លេសនោះប្រឹងមែនតើប្រឹងអានប្រយោគគេអានអីដើម្បីឲ្យខ្ញុំខួរក្បាលខ្ញុំឲ្យតែពេលនឹកឃ្លាហ្នឹងគឺនិយាយជាភាសាអង់គ្លេសបានលឿនព្រោះអីបកប្រែនៅសាលាក្តីខ្មែរក្រហមបកប្រែបដិញណាបងប្អូនបកប្រែបដិញនេះបានន័យថាគេនិយាយបដាលគឺយើងបកប្រែបដាលអត់មានពេលអង្គុយកត់បើកវចនានុក្រមដើម្បីនឹងមកអង្គុយផ្ទៀងផ្ទាត់អីគេនិយាយចប់បាត់ហើយមក5នាទីក្រោយទៅមកបកប្រែទេអត់ទេគឺដូចសង្វាក់ផលិតកម្មអញ្ចឹងគឺគេនិយាយយើងបកប្រែហើយតើយើងបកពីខ្មែរទៅអង់គ្លេសហ្នឹងធ្វើយ៉ាងម៉េចនឹងទាន់បើមិនមែនជាភាសាកំណើតរបស់យើងផងហ្នឹងអញ្ចឹងហើយខំប្រឹងមែនតែនរហូតដល់កម្រិតមួយដែលខ្ញុំជឿថាការគិតការនិយាយការធ្វើអីគឺខ្ញុំនិយាយពីភាសាអង់គ្លេសមកវិញណាបិទតែខ្ញុំជាខ្មែរអាហ្នឹងកាលខ្ញុំនៅខ្មែរពេលដែលចូលជន់ដីអាមេរិកភ្លាមដំបូងខ្ញុំគិតថាមកដល់ទឹកដីគេនេះណាខ្ញុំត្រូវសង្វាតរៀនអង់គ្លេសបន្ថែមទៀតដើម្បីឲ្យប៉ាកែឲ្យណានៃតែម្ដងពេលដែលចូលដល់ទឹកដីអាមេរិកភ្លាមណាគឺខ្ញុំមាននឹកស្រឡាញ់ភាសាជាតិនេះខ្លាំងមែនតើហ្មងព្រោះមកដល់ភ្លាមគឺមានមោទនភាពក្នុងខ្លួនជាខ្មែរគឺត្រូវតែកសាងប្រឹងថែរក្សាអាតម្លៃជាតិរបស់យើងហ្នឹងឲ្យនិយាយឲ្យបានច្រើនតាមដែលអាចធ្វើទៅបានគឺជាចរិតធម្មជាតិចេញមកកាលនៅខ្មែរស្រឡាញ់ភាសាបរទេសព្រោះគិតថាខ្លួនចេះខ្មែរច្រើនហើយអត់អីទេរៀនចប់ដល់ថ្នាក់មហាវិទ្យាល័យហើយដូច្នេះនៅនឹង38ឆ្នាំហើយអត់ភ្លេចទេខ្មែរព្រោះយើងភាសាហ្នឹងយើងដឹងហើយយើងដូចយើងរៀនហែលទឹកឬជិះកង់អញ្ចឹងបងប្អូនការរៀនភាសាទាំងភាសាជាតិភាសាបរទេសអីក៏ដោយគឺវាដូចនឹងការរៀនជិះកង់និងរៀនហែលទឹកអញ្ចឹងបានន័យថានៅពេលដែលយើងចេះជិះកង់ហើយយើងអាចទៅអត់ចេះជិះកង់វិញបានទេគឺដោយស្វ័យប្រវត្តិគឺយើងនៅតែចេះជិះកង់គាត់ថាស្ទាត់ឬក៏មិនស្ទាត់ទេប៉ុន្តែតែរៀនចេះជិះហើយស្រាប់តែលែងចេះជិះវិញអត់មានទេជាធម្មជាតិគឺយើងត្រូវចំណាំកន្លែងហ្នឹងរៀនភាសាបរទេសតែចេះហើយគឺរឿងអត់ចេះវិញទៅទេហ្មងអត់មានទេគ្រាន់តែថាវាអត់ស្ទាត់ឬក៏ស្ទាត់ទៅតាមការថ្នឹកនិងការអនុវត្តជាក់ស្ដែងប្រើវាយូរឬក៏ញឹកញាប់ប៉ុណ្ណាហែលទឹកក៏ចឹងដែរតែចេះហែលទឹកហើយអត់ដែលទៅអត់ចេះហែលវិញទេអត់មានទេគ្រាន់តែថាហែលមិនស្ទាត់ឬក៏អស់កម្លាំងអីលមួលកពើអីអាហ្នឹងអត់ដឹងប៉ុន្តែនៅតែអណ្ដែតលើទឹកចឹងឲ្យតែយើងចេះបដែតខ្លួនដោយសារអីអានេះគឺជាចំណេះជំនាញមួយជាធម្មជាតិគឺមិនអាចធ្វើហើយមិនធ្វើវាវិញបានទេអាហ្នឹងអញ្ចឹងហើយបាទខ្ញុំខំប្រឹងរៀនភាសាខ្មែររហូតតតែខ្ញុំអាចនិយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញឥឡូវខ្ញុំភ្លេចភាសាអង់គ្លេសច្រើនមែនតើខ្ញុំធ្វើការនៅសាលាក្រុងឡុងប៊ិចនេះគឺខ្ញុំប្រើប្រាស់ភាសាអង់គ្លេសរាល់ថ្ងៃព្រោះបុគ្គលិកខ្មែរអត់មានទេមានតែខ្ញុំទេអញ្ចឹងយើងនិយាយតែភាសាអង់គ្លេសប៉ុន្តែខ្ញុំនៅតែគិតថាខ្ញុំនិយាយខ្មែរបានច្រើនជាងខ្ញុំនិយាយខ្មែរនៅប្រទេសខ្មែរខ្ញុំមានមោទនភាពខ្លួនឯងមែនតើហើយអញ្ចឹងហើយបានជាខ្ញុំចេះតែគិតថាសុំបងប្អូននៅខ្មែរជាពិសេសជួយគ្នាបងប្អូនណាក
កុំឲ្យរបស់ដែលបាត់ហើយយើងស្ដាយហើយអត់ជួយគ្នាអីទេខ្ញុំមិនគិតថារឿងទាំងអស់នេះជារឿងអីដែលថាត្រូវតែស្លាប់រស់តែម្ដងគ្រាន់តែថាជួយកែគ្នាបន្តិចៗទៅអាពាក្យជាមួយអីហ្នឹងគឺទលាន់ខ្លះទៅបងប្អូនហីកុំមកស្ដាប់ជាមួយសូមអញ្ជើញជាវជាមួយផលិតផលនេះទៅអីអត់ទេបើជាវគឺប្រើប្រាស់ជាកិរិយាសព្ទត្រូវការកម្មវត្ថុកម្មបត្តិអញ្ចឹងកិរិយាសព្ទជាវគឺជាវរបស់អីមួយអត់ជាវជាមួយទេកម្មវត្ថុនៃការស្ដាប់គឺស្ដាប់អីមួយគឺបានន័យថាត្រូវតែកិរិយាសព្ទនេះវាត្រូវការអំពើអញ្ចឹងអំពើហ្នឹងតែអ្នកដែលកិរិយាសព្ទជាអំពើត្រូវការរបស់ដែលរងអំពើវាបើខ្ញុំស្ដាប់បានន័យថាស្ដាប់អីខ្ញុំស្ដាប់ភ្លេងអញ្ចឹងបានន័យថាខ្ញុំស្ដាប់ភ្លេងស្ដាប់ហ្នឹងគឺជាកម្មបត្តិជាកិរិយាសព្ទអំពើភ្លេងគឺជាកម្មវត្ថុដែលទទួលរងអំពើនៃយើងស្ដាប់បើអត់ដាក់ភ្លេងទេខ្ញុំស្ដាប់អីគេសួរខ្លួនយើងមកយើងស្ដាប់អីអូស្ដាប់ភ្លេងស្ដាប់ទឹកហូរស្ដាប់សត្វចាបយំឃើញទេទាំងអស់ហ្នឹងហើយគឺវាត្រូវនឹងពាក្យខ្មែរត្រូវន័យហោះដល់ពេលសូមអញ្ជើញស្ដាប់ជាមួយភ្លេងនេះហើយទៅយកស្អីមកជ្រៀតជ្រែកពាក់កដាលហ្នឹងឲ្យខុសទៅទេតាមពិតយើងត្រូវស្ដាប់ភ្លេងវាទៅជាស្ដាប់ជាមួយភ្លេងហោះសូមអញ្ជើញជាវជាមួយផលិតផលនេះវាអត់ទៅអញ្ចឹងកើតទេបងប្អូនណាម្ដងទៀតសូមជួយគ្នាកាជាវគឺជាផលិតផលស្ដាប់អាហ្នឹងតែម្ដងហើយស្ដាប់ជាមួយអីហ្នឹងគឺមានន័យផ្សេងមិនមែនមានន័យថាយើងស្ដាប់អាហ្នឹងទេយើងស្ដាប់ជាមួយមិត្តភ័ក្តិស្ដាប់ភ្លេងជាមួយមិត្តភ័ក្តិស្ដាប់អីឬក៏ទទួលទានអាហារជាមួយមិត្តភ័ក្តិអាហ្នឹងរឿងផ្សេងប៉ុន្តែអាហារត្រូវតែជាកម្មវត្ថុកម្មបត្តិនៃកិរិយាសព្ទទទួលទានអាហារហ្នឹងហើយម្ដងទៀតធ្វើការខ្ញុំជឿថាភាសានេះគឺគេបើធ្វើការស៊ើបអង្កេតសូម្បីតែធ្វើការស៊ើបអង្កេតហ្នឹងណាក៏យើងអត់ចាំបាច់ដាក់ធ្វើការទៀតអីបានទេវាមិនមែនថាំងខុសនឹងទាំងស្រុងទេគ្រាន់តែថាវាលើសហេតុអីបើយើងដាក់ថាក្រសួងចាត់ការស៊ើបអង្កេតក្រសួងបើកការស៊ើបអង្កេតក្រសួងស៊ើបអង្កេតហើយប៉ុន្តែនៅតែប្រើពាក្យថាក្រសួងធ្វើការស៊ើបអង្កេតករណីនេះបើយើងស្ដាប់ទៅវាអត់មានខុសន័យអីច្រើនពេកទេប៉ុន្តែនៅតែស៊ើបអង្កេតដដែលដូចអញ្ចឹងនៅក្នុងករណីដែលខ្ញុំនិយាយអញ្ចឹងអូសូមធ្វើដំណើរទៅមុខបន្តិចទៅនៅពេលដែលដល់ផ្លូវនេះសូមធ្វើការបត់ឆ្វេងហើយម៉ោងប៉ុណ្ណេះខ្ញុំនឹងធ្វើការផ្សាយផ្ទាល់ចុះហេតុអីបានចាំបាច់ធ្វើការផ្សាយផ្ទាល់បើយើងផ្សាយផ្ទាល់បានទៅហើយហ្នឹងយើងដាក់ថាម៉ោងប៉ុណ្ណេះខ្ញុំនឹងផ្សាយផ្ទាល់ហេតុអីបានជាធ្វើការផ្សាយផ្ទាល់ឬក៏មួយតែយើងធ្វើការហើយបានយើងផ្សាយផ្ទាល់ឬក៏យ៉ាងដូចម្ដេចតែខ្ញុំអត់សុំទោសបងប្អូនខ្ញុំមិនមែនជាអ្នកជំនាញអក្សរសាស្ត្រអីទេគ្រាន់តែថាខ្ញុំគិតថាពាក្យមួយចំនួនវាលើសហ្នឹងគឺបានន័យថាប្រើក៏ដូចតែមិនប្រើហើយបើអត់ប្រើហេតុអីប្រើធ្វើអីកន្លែងខ្លះប្រើខុសទៅទៀតដូចជាភាសាអង់គ្លេសពេលខ្លះដូចជាពាក្យអង់គ្លេសដូចថាពាក្យធំមួយចឹងឧទាហរណ៍ធំគឺ big ដល់តែពេលធំខ្លាំងមែនតែនគឺបានន័យថា very big គឺគេប្រើអត់ប្រើ very big ទេគេប្រើពាក្យជំនួសមួយគឺ huge ធំខ្លាំងតោះតែពេលអា huge ហ្នឹងគឺមានន័យថា very big គឺវាធំខ្លាំងណាស់តែដល់ពេលយើងយកអាពាក្យណាស់ហ្នឹងយកទៅដាក់ណាអាធំខ្លាំងណាស់ហ្នឹងទៀតអញ្ចឹង very huge ទៀតឧទាហរណ៍វាទៅជាធំខ្លាំងណាស់បើយើងនិយាយជាភាសាខ្មែរតែវាឆ្កងទេបងប្អូនចុះបើធំខ្លាំងណាស់ហើយចាហេតុអីបានដាក់ណាស់ហ្នឹងទៀតនឹងខ្ញុំគាត់និយាយឧទាហរណ៍ខ្លីអញ្ចឹងឯងតែយើងស្ដាប់អញ្ចឹងអូតាគៀកតាជាសគាតាជាដូចពាក្យស្អាតអញ្ចឹងនៅក្នុងភាសាអង់គ្លេស beautiful ស្អាតដល់តែពេលយើងចង់ថាស្អាតណាស់ស្អាតលើសគេលើសឯងគឺ gorgeous ដល់តែពេលយើងដាក់ពាក្យថា very gorgeous យកអាពាក្យណាស់ហ្នឹងទៅថែមជាមួយ gorgeous ទៀតវាទៅជាស្អាតណាស់ចុះហេតុអីបានស្អាតណាស់ហ្នឹងទៀតបើស្អាតណាស់ហ្នឹងវាគ្រប់គ្រាន់ទៅហើយអញ្ចឹងដូចគ្នាខ្មែរយើងក៏អញ្ចឹងដែរកន្លែងខ្លះយើងស្ទួនឲ្យលើសពាក្យប៉ុន្តែមិនមែនប្រកាសថាត្រូវទេស្ដាប់ទៅវាអត់ត្រូវភាសាអង់គ្លេសពាក្យថា great បានន័យថាធំណាស់អស្ចារ្យណាស់តែដល់ពេលយើងថា very great ខុសបាត់ព្រោះយើងអត់អាចអា very ហ្នឹងប្រែថាណាស់ទៀតវាសម្បើមថែមទៅឲ្យថា very good អត់អីទេតែដល់ពេលគេថា very good ហ្នឹងគឺវា great ហើយវាអស្ចារ្យហើយអញ្ចឹងយើងដល់ពេលដាក់ថា very great វាទៅជាណាស់ទៀតហើយធំណាស់ទៀតហើយអញ្ចឹងវាអត់តំណងខ្ញុំគ្រាន់តែនិយាយហ្នឹងគឺសំទោសឲ្យវែងឆ្ងាយដល់ភាសាអង់គ្លេសទៀតមិនមែនជា
អ្នកជំនាញអីទៅគាត់ថាពេលខ្លះអឺជួយកែគ្នាបន្តិចទៅបងប្អូនណាតាមជួយគ្នាខ្ញុំជឿថាអឺយើងអាចនឹងម្នាក់បន្តិចទៅដូចខ្ញុំនិយាយចឹងថាកុំសួរថាជាតិយើងគឺរាជបណ្ឌិតសភាយើងរដ្ឋាភិបាលយើងប្រព័ន្ធអប់រំយើងជួយយើងអីបានយើងកុំទៅរកតែអង្គការស្ថាប័នរដ្ឋនឹងជួយយើងអីបានតែយើងសួរយើងម្នាក់ហ្នឹងជួយអីគេបានខ្លះទៅស្ថាប័នទាំងអស់ហ្នឹងដើម្បីជួយកែគ្នាបន្តិចបន្តិចតែយើងនាំគ្នាភ្ញាក់រលឹកបន្តិចបន្តិចចឹងទៅគឺវាកែបានហើយបងប្អូនទម្លាប់ធំជាងច្បាប់បើត្រាប់កុំត្រាប់ខ្លៅត្រាប់ប្រាជ្ញលោកប្រដៅស្ដីកូនចៅស្ដីឲ្យស្មោះទម្លាប់នេះគឺធំជាងច្បាប់ណាស់បើអត់កែទេគឺវាទៅហើយដូចយើងបើកម៉ូតូចឹងទៅអាផ្លូវទៅត្រង់ភ្លឹងចឹងស្រាប់តែមានផ្លូវកាច់ណាមួយទៅសៀចូលប្រច្រាស់គេហ្នឹងតែវាចិត្តព្រោះអាកន្លែងដែលទៅហ្នឹងវាចិត្តតែបើចាំឲ្យទៅតាមផ្លូវត្រង់ហ្នឹងកេលកុងហ្នឹងអស់ពេល5នាទីទៀតអញ្ចឹងទៅសៀទៅអាប្រឡោះខុសខាងឆ្វេងដៃហ្នឹងឲ្យខាងតែបានទៅបុកគេទៅស្ទះចរាចរណ៍អត់ឈឺក្បាលសំខាន់គឺខ្ញុំទៅដល់កន្លែងហ្នឹងលឿនតោះតែយើងជួយកែសតិអារម្មណ៍របស់យើងថាទេបើយើងចង់លឿនយើងចង់ទៅផ្លូវកាត់វាលឿនតែយើងហ្នឹងចោះគេមិនវិញគេនឹងស្ទះគេនឹងមានគ្រោះថ្នាក់មានអីយើងត្រូវគិតអំពីសិលធម៌នឹងផងយើងក៏ចង់បានលឿនគេក៏ចង់បានលឿនយើងគេចាំឧទាហរណ៍គេតរង់ជួមកជួតាំងពីព្រឹកដើម្បីចូលហាងអាហារណាមួយដើម្បីតរង់ទៅគឺតែយើងរត់មករេចូលផ្លុកកាត់មុខគេយើងសាកគិតមើលតើសិលធម៌យើងទាបប៉ុណ្ណាយើងក៏យ៉ាងហោចណាស់ក៏មានសិលធម៌មួយបើឃើញគេតរង់ជួអញ្ចឹងយើងសំពះសុំគេសុំទោសទៅថាខ្ញុំមកកូនខ្ញុំឈឺមានរឿងបន្ទាន់ខ្ញុំត្រូវការថ្នាំលេបបន្ទាន់អីអញ្ចឹងទៅខ្ញុំអាចចាំបានមិនអីទេតាមធម្មតាប៉ុន្តែពេលនេះខ្ញុំត្រូវការទិញអាហ្នឹងឲ្យបានមុនគេអញ្ចឹងទៅព្រោះខ្ញុំប្រញាប់អញ្ចេះអញ្ចោះអីព្រោះហួសម៉ោងនេះខ្ញុំពិតជាសុំសួរបងប្អូនទាំងអស់គ្នាខ្ញុំអាចចូលកាត់ឈរមុខហ្នឹងឬឲ្យគេអ្នកទាំងអស់គ្នា100%ខ្ញុំជឿថាគេនឹងឲ្យចូលចោះអត់អីទេប៉ុន្តែបើយើងរត់រេមកចូលកាត់បន្ទាត់ហ្នឹងទៅមនុស្សទាំងអស់នឹងមើលឃើញយើងអសិលធម៌អគុណធម៌មកបន្តិចហ្នឹងរឿងអាចដូរឲ្យស្ថានភាពប្រសើរបានដោយសារការទទួលសុជីវធម៌ហ្នឹងដោយសុំទោសសុំអីគេយល់ហើយបើគេមិនឲ្យក៏អត់មានទៅរើរឿងអីគេដែរគេថាអត់ទេគេក៏ប្រញាប់ដែរធ្វើម៉េចបើយើងសុំប៉ុន្តែធានាខ្ញុំជឿ100%បើយើងហ៊ានថាសុំទោសសុំអធិស្ឋានខ្ញុំយឺតម៉ោងខ្លាំងមែនតើខ្ញុំពិតជា